ច្រើនគ្នាគិតថាមូលហេតុចម្បងដែលធ្វើឲ្យលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំចាប់ខ្លួនប្រធានាធិបតីម៉ាដូរ៉ាព្រោះចង់បាននៅកម្រៃពីប្រេងឆៅរបស់វេណេស៊ុយអេឡាតែតាមពិតទៅកម្រៃដែលទទួលបានពីប្រេងឆៅរបស់វេណេស៊ុយអេឡានោះគឺតិចមែនទែនហើយបើអញ្ចឹងថាតើលោកប្រធានាធិបតីត្រាំគាត់ធ្វើដើម្បីអ្វីចាំខ្ញុំអធិប្បាយឲ្យស្ដាប់ជារឿងពិតដែលប្រទេសវេណេស៊ុយអេឡាជាប្រទេសដែលមាន oil reserve ឬក៏មានប្រេងឥន្ធនៈឆៅនឹងប្រេងឆៅនៅក្នុងដីនឹងគឺច្រើនបំផុតនៅក្នុងពិភពលោកប៉ុន្តែអ្នកដឹងទេថាប្រេងឆៅទាំងអស់នោះណាតែការនាំចេញរបស់គាត់គឺតិចមែនតែនហើយអ្នកសង្ស័យទេថាតើមានប្រេងច្រើនអញ្ចឹងហើយក្រៅពីនេះប្រទេសហ្នឹងនៅមានមាសច្រើនទៀតតែមូលហេតុអីប្រទេសហ្នឹងនៅតែជាប្រទេសដែលក្រឥឡូវយើងមកនិយាយពីរឿងប្រេងសិនយើងសម័យមើលថាអារ៉ាប៊ីសាអូឌីដែលជាប្រទេសដែលមានប្រេងច្រើនតែវេណេស៊ុយអេឡាហ្នឹងគឺគាត់មានប្រេងច្រើនជាងអារ៉ាប៊ីសាអូឌីទៀតបើយើងសម័យឲ្យឃើញប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីគឺដូចជាថង់ទឹកអំពៅឬក៏កូកាអីអញ្ចឹងមកកំប៉ុងអញ្ចឹងនៅពេលដែលយើងគ្រាន់យកទៅបឺតឬក៏ដាក់ចូលទៅគឺយើងអាចបឺតវាឡើងមកបានយ៉ាងងាយស្រួលក៏ប៉ុន្តែប្រេងឆៅរបស់វេណេស៊ុយអេឡាវាអត់អញ្ចឹងទេគឺសម័យមើលថាដូចជាទឹកក្លុកមួយកែវអញ្ចឹងនៅពេលដែលយើងដាក់ទៅយោហើយទៅយោដែលយើងប្រើហ្នឹងគឺទៅយោអារបៀបបឺតនៅកាហ្វេក្តៅទៅយោទៅបែបទូចហ្នឹងអញ្ចឹងវាមិនវាពិបាកបឺតមែនតែនហើយគឺត្រូវចំណាយពេលយូរនិងកម្លាំងខ្លាំងដូចគ្នាបាទមែនវេណេស៊ុយអេឡាមានប្រេងដែលច្រើនបំផុតនៅក្នុងពិភពលោកក៏ប៉ុន្តែប្រេងឆៅរបស់ពួកគាត់គឺមានគុណភាពអត់សូវល្អទេហើយប្រេងរបស់ពួកគាត់គឺស្ថិតនៅក្នុងវាអត់មែនជារូបរាងរាវវាជាសារធាតុបែបជាខ្ជូងអញ្ចឹងវារឹងអញ្ចឹងហើយនៅក្នុងទីផ្សារលោករបស់យើងនេះគឺវាពិបាកនៅក្នុងការលក់ប្រេងបែបហ្នឹងហើយគឺអត់អាចលក់បានទេអញ្ចឹងគឺយើងត្រូវយកជីកនៅអាប្រេងដែលមានរូបរាងជាខ្ជូងហ្នឹងឡើងមកហើយបន្ទាប់ពីហ្នឹងគឺយើងដាក់ mixer ចូលទៅដើម្បីឲ្យវារាវហើយ process ដែលធ្វើត្រង់ចំណុចនេះគឺវាមានការចំណាយនៅដើមទុនថ្លៃមែនតែនបើយើងគិតពីតម្លៃថ្លៃដើមចេញមកហ្នឹងសម្រាប់តារាងតម្លៃដែលយើងតែងតែឃើញហ្នឹងគឺអារ៉ាប៊ីសាអូឌីតហ្នឹងគឺចំណាយខ្ទង់ប្រហែលពីចន្លោះ$10អីទេគឺបានមួយធុងហើយចន្លោះហ្នឹងណា$10ទៅ$10ជាងហ្នឹងគឺបាន1បារ៉ែលឬក៏យ៉ាងហៅថាមួយធុងហ្នឹងងាយហើយចំណែកឯវេណេស៊ុយអេឡាវិញគឺចំណាយចាប់ពី25ទៅដល់$40ដើម្បីទទួលបាន1បារ៉ែលឬក៏មួយធុងហ្នឹងអញ្ចឹងចន្លោះពី$10និងមួយទៀត$40គឺគម្លាតនេះគឺច្រើនមែនតើដើម្បីផលិតបានប្រេងមួយធុងដែលអាចលក់បានអញ្ចឹងដោយសារតែការនៅពេលដែលយើងទៅយកពីរបស់វេណេស៊ុយអេឡាគឺនៅពេលដែលយកឡើងមកហើយត្រូវប្រើ mixer តែមាន process ច្រើនដើម្បីឲ្យវាក្លាយជាសារធាតុរាវហើយអាចលក់បានអញ្ចឹងណាអញ្ចឹងវាចំណាយច្រើនមែនតើហើយបើយើងគិតពីតម្លៃនៃការលក់ពីមុនប្រេងឆៅអាចប្រេងហ្នឹងសំទោសមិនប្រេងឆៅប្រេងហ្នឹងដែលមានសារធាតុរាវហ្នឹងគឺចន្លោះពី$100អីអញ្ចឹងប៉ុន្តែបច្ចុប្បន្នតម្លៃធ្លាក់នៅត្រឹមតែ$60ទៅ$70អញ្ចឹងmargin នៃកម្រៃនេះវាកាន់តែទាបជាងមុនទៅទៀតវាមិនមែនជាអ្វីដែលល្អដែលអាមេរិកត្រូវទៅបណ្ដាក់ទុនច្រើនហើយដើម្បីទទួលបាននៅកម្រៃទាបដល់ថ្នាក់ហ្នឹងបើនិយាយឲ្យស្រួលស្ដាប់គឺការបណ្ដាក់ទុនហ្នឹងវាក្រាស់ហើយចំណែកឯកម្រៃដែលទទួលបានហ្នឹងគឺស្ដើងមែនតែនហើយហេតុអ្វីបានជាយើងដឹងថាអាមេរិកអាចទទួលបានកម្រៃពីប្រេងរបស់វេណេស៊ុយអេឡាតិចមែនតែនព្រោះដូចក្នុងសេណារីយ៉ូដែលលើកឡើងមុននេះគឺបើទោះបីជាអាមេរិកនឹងចូលទៅជីកយកប្រេងឆៅរបស់វេណេស៊ុយអេឡាគាត់ត្រូវបណ្ដាក់ទុនដោយ start នឹងយ៉ាងតិចបំផុតគឺ$100,000 លានសហរដ្ឋដើម្បីមិនថាក្រុមហ៊ុនណាក៏ដោយទោះបីជាអាមេរិកឲ្យក្រុមហ៊ុនយក្សរបស់ខ្លួនសម្រាប់ប្រេងហ្នឹងដូចជា Exxon ឬក៏ Chevron ចូលទៅហ្នឹងក៏ត្រូវចំណាយល្បាក់ផែគ្នាដែរ$100,000 លានឡើងដើម្បីទៅបានគ្រឿងសម្រាប់ជីកយកវាណាហ្នឹងហើយទំបានគ្រឿងសម្រាប់ជីកយកនៅប្រេងឥន្ធនៈហ្នឹងឡើងមកប្រេងឆៅហ្នឹងឡើងមកឯនៅ process នៃការធ្វើតែអាហ្នឹងគឺចំណាយបន្តពីហ្នឹងទៅទៀតហើយបញ្ហាបន្ទាប់ដែលនឹងតាមមកបន្ទាប់ពីជីកបានហើយហ្នឹងគឺវេណេស៊ុយអេឡាហ្នឹងគឺគាត់អត់បានចាយនៅបំណុលដែលគាត់ជំពាក់ទៅកាន់ប្រទេសផ្សេងដូចជាចិនឬក៏រុស្ស៊ីគឺគាត់ឈប់ចាយបំណុលហ្នឹងតាំងពីឬក៏ឈប់សងនៅបំណុលហ្នឹងតាំងពីឆ្នាំ2017មកម្លេះហើយបំណុលហ្នឹងគឺច្រើនជាង$150,000 លានអញ្ចឹងមានន័យថាបើទោះបីជាអាមេរិកទទួលបានកម្រៃពីប្រេងហ្នឹងហើយបន្ទាប់ពីគាត់ចំណាយនៅថ្លៃដើមចូលទៅក្នុងការបណ្ដាក់ទុនហ្នឹងហើយគាត់ទទួលបាននៅប្រេងហើយតម្រាំតែចំណេញហ្នឹងគឺ20-30ឆ្នាំហើយតម្រាំបានចំណេញទៅលើលុយដែលបណ្ដាក់ទុនពីមុនហើយចុះ
នៅសល់លុយដែលនឹងត្រូវសងទៅកាន់ចិនឬក៏រុស្ស៊ីឬក៏ប្រទេសដែលជំពាក់ទៀតអញ្ចឹងធ្វើឲ្យរយៈពេលគេហៅreturn on investment របស់អាមេរិកហ្នឹងគឺកាន់តែប្រើរយៈពេលយូរជាង30ឆ្នាំដោយការព្រៀងទុកនឹងទៅទៀតព្រោះដោយសារត្រូវសងគេសិនហើយបន្សល់ពីហ្នឹងបានគេហៅថាអាមេរិកហ្នឹងចាប់ផ្ដើមអាចចំណេញបានហើយទម្រាំតែចំណេញគ្រប់នៅដើមទុនដែលបានដាក់ទុនទៅទៀតអញ្ចឹងហេតុអ្វីបានជាDonald Trump ហ្នឹងគាត់ចាប់ខ្លួនប្រធានាធិបតី Venezuela លោក Maduro ហ្នឹងព្រោះដោយសារតាំងពីឆ្នាំ2015មក Venezuela មិនធ្លាប់មានការបោះឆ្នោតដែលប្រកបទៅដោយសុក្រិតភាពទេព្រោះដោយសារឆ្នាំ2015ហ្នឹងគឺមានការរើសកៅអីរបស់សភាគឺខាងបកប្រឆាំងនៅក្នុងសភានៃ Venezuela ឆ្នាំហ្នឹងគឺឈ្នះដាច់តែម្ដងទៅលើរាជរដ្ឋាភិបាលគឺឈ្នះដោយបានទទួលនៅ2/3នៃកៅអីសរុបប៉ុន្តែដោយលោក Maduro នៅពេលនោះគឺកាន់តំណែងជាប្រធានាធិបតីយើងនិយាយថាម៉េចជាប្រធានាធិបតីកំពុងកាន់តំណែងនៅពេលនោះគឺដោយសារតែគាត់ទទួលតំណែងហ្នឹងតពីប្រធានាធិបតីចាស់ហ្នឹងដែលស្លាប់នៅក្នុងឆ្នាំ2013អញ្ចឹងដោយសារតែ Maduro នៅពេលនោះគាត់មិនព្រមហើយគាត់មានសិទ្ធិនៅក្នុង Supreme Court ឬក៏យើងហៅថាតុលាការកំពូលរបស់ប្រទេសហ្នឹងហើយអញ្ចឹងពេលហ្នឹងគឺគាត់បានផ្ដួលរលំនៅសភារបស់បកប្រឆាំងហើយចាប់ពីពេលនោះមកគឺគាត់កាន់កាប់ទាំងអស់មិនថាទាំងច្បាប់និងទាំងសភាទើបធ្វើជាលទ្ធផលធ្វើឲ្យមានលទ្ធផលគឺมันមានការបោះឆ្នោតដែលត្រឹមត្រូវនិងត្រូវបានជ្រើសរើសដោយប្រជាជនបន្តមកទៀតទេបើយើងនិយាយទៅគឺមែនមានប្រជាធិបតេយ្យមានការបោះឆ្នោតប៉ុន្តែ Maduro គឺគាត់ឈ្នះគ្រប់អាណត្តិទាំងអស់ហើយទោះបីជាមានបកប្រឆាំងដែលមានលទ្ធផលឈ្នះឆ្នោតទៅលើ Maduro ក៏ដោយក៏ប៉ុន្តែនៅពេលដែលឈ្នះហើយក៏ Maduro គាត់នៅតែជាអ្នកកាន់អំណាចដដែលបែបនេះហើយទើបយើងនិយាយថាវាអត់មាននៅសុក្រិតភាពហើយគឺមិនត្រូវឲ្យបានប្រធានាធិបតីនឹងគឺមិនត្រូវរើសដោយត្រង់ដោយប្រជាជនទេព្រោះដោយសារគាត់នៅខ្លួនឯងនៅនឹងហើយគាត់ក៏កាន់កាប់នៅតំណែងនឹងរហូតហើយនេះគឺជាមូលហេតុចម្បងដែលធ្វើឲ្យប្រទេសផ្សេងៗហ្នឹងចាប់ផ្ដើមដាក់នៅ sanction ឬក៏យើងហៅថាទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេស Venezuela ហ្នឹងមួយទៀតមុននេះយើងនិយាយរឿងមាសអញ្ចឹង Venezuela ហ្នឹងមានមាសច្រើនប៉ុន្តែមាសភាគច្រើនរបស់ពួកគេហ្នឹងគឺຕົកនៅទីក្រុង London របស់ប្រទេសអង់គ្លេសតែបន្ទាប់ពីការបោះឆ្នោតដែលមានភាពមិនប្រក្រតីហើយមិនមានភាពប្រជាធិបតេយ្យនឹងល្អហ្នឹងនិងសុខភាពល្អហ្នឹងគឺខាងអង់គ្លេសហ្នឹងគឺគេសម្រេចបង្កកនៅមាសរបស់Venezuela ហើយបន្ទាប់ពីនឹងមកបន្ទាប់ពីមាសក៏អត់បានហើយខាងអាមេរិកក៏ដាក់នៅទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសនេះទៀតអញ្ចឹងទោះបីជាប្រទេសផ្សេងចង់ធ្វើការបណ្ដាក់ទុនអ្វីមួយជាពិសេសគឺទៅលើកៅវិស័យប្រេងឥន្ធនៈនឹងជាមួយនឹង Venezuela ក៏ដាក់ទុនអត់កើតដែរព្រោះដោយសារដាក់ហើយក៏អត់មានទីផ្សារក្នុងការលក់បញ្ចេញដែរព្រោះដោយសារទទួលនៅ sanction ពីប្រទេសផ្សេងជាច្រើនអញ្ចឹងមានន័យថាទោះបីជាផលិតបានក៏អត់មានអ្នកទិញដែរដោយសារតែហេតុផលនយោបាយទាំងនេះហើយទៅធ្វើឲ្យ Venezuela គឺជាប្រទេសដែលអត់មានសេដ្ឋកិច្ចអីទាំងអស់គឺជាប្រទេសដែលក្រមែនតែនក្រីក្រមែនតែនព្រោះដោយសារទទួលតែទណ្ឌកម្មសេដ្ឋកិច្ចផ្សឹងតែគ្រប់ប្រទេសនៅលើពិភពលោកទៅ Maduro នឹងអត់មានជំរឿសអីផ្សេងក្រៅពីការលក់ទៅលើថ្នាំហើយប្រទេសដែលលក់ថ្នាំទៅឲ្យច្រើនបំផុតនោះគឺអាមេរិកអញ្ចឹងហើយទៅ Donald Trump គាត់សម្រេចចិត្តវាយប្រហារនិងលួចចាប់ខ្លួនលោក Maduro ហើយបើតាម report របស់ប្រជាជនណាគឺប្រជាជននៅប្រទេស Venezuela គឺគាត់មានការ happy ខ្លាំងមែនទែនដោយសារតែបានចាប់ខ្លួននៅ Maduro ព្រោះដោយសារគាត់អត់ដែលចូលចិត្តពួកគាត់ភាគច្រើនគឺអត់ដែលចូលចិត្ត Maduro ឯសឹងតែ 80% ឯហើយមានតែ 20% ដែលភាគច្រើនរៀងចូលចិត្ត Maduro ប៉ុន្តែសម្រាប់ 80% ទៀតគឺអត់បានចូលចិត្ត Maduro ព្រោះដោយសារគាត់អត់ត្រូវបានរើសដោយត្រង់ពីប្រជាជនទេហើយម្យ៉ាងទៀតពួកគេចង់ឃើញប្រទេសខ្លួនឯងមានភាពរីកចម្រើនព្រោះដឹងថាប្រទេសខ្លួនឯងមានធនធានធម្មជាតិដែលកម្រច្រើនប្រភេទមិនថាមាសមិនថាប្រេងឆៅប៉ុន្តែមូលហេតុអីវាចង់និយាយថាវាមិនសមាមាត្រទៅនឹងចំណូលក៏ដូចជាសេដ្ឋកិច្ចនៅក្នុងពេលបច្ចុប្បន្ននេះហើយទាំងអស់ហ្នឹងហើយគឺកើតឡើងដោយសារតែភាពពុករលួយនៅក្នុងប្រទេសអញ្ចឹងសរុបមកវិញដូចដែលលើកឡើងថាទោះបីជាអាមេរិកឲ្យក្រុមហ៊ុនធំចូលទៅវិនិយោគនៅលើប្រេងឥន្ធនៈប្រេងឆៅរបស់ប្រទេស Venezuela ហើយចំណាយទុន100,000 200,000 លានដុល្លារក៏ដោយក៏ទៅតែបានហេដ្ឋារចនាសម្ព័ន្ធនៃការផលិតប្រេងហ្នឹងទេអញ្ចឹងទម្រាំតែមានបានទទួលនៅចំណេញហើយត្រូវយកលុយចំណេញហ្នឹងទៅបង់ឲ្យ
លុយដែលចំពាក់ទៅលើប្រទេសផ្សេងសិនទៀតទើបបាននៅលុយចំណេញចុងក្រោយហ្នឹងអញ្ចឹងគឺប្រើពេលយូរមែនតែនតែបើតាមដែលយើងគិតអ្វីដែលអាមេរិកបាននៅក្នុងរឿងនេះគឺអំណាចព្រោះដោយសារគាត់នឹងបានក្លាយជាប្រទេសមួយដែលរបៀបថាជួយសង្គ្រោះនៅវេណេស៊ុយឡាព្រោះគាត់ឈ្នះទៅលើចិត្តរបស់ប្រជាជនវេណេស៊ុយឡាច្រើនហើយក៏ជាទទួលបាននូវអំណាចនៅក្នុងតំបន់ធំផងដែរអូខេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បើសិនជាមានវីដេអូអីដែលអ្នកនរគ្នាចង់ឲ្យខ្ញុំនិយាយបន្តទៀតអាច comment នៅខាងក្រោមបានដើម្បីជា idea ហើយខ្ញុំនឹងព្យាយាមស្វែងរកក៏ដូចជាស្រាវជ្រាវយកមកបង្ហាញដើម្បីបង្កើននូវចំណេះដឹងទាំងអស់គ្នាអរគុណច្រើន